ពេលយប់ឡើងបងប្អូនពេលយប់ឡើងគឺខ្ញុំប្រើពូលខ្ញុំបើកពូលមកវាចាប់ផ្ដើមសត្វល្អិតទូចបងប្អូនមានមូសមានសត្វអីផ្សេងហ្នឹងវាមករោមតាមរោមពូលនេះបងប្អូនពូលបាទទៅពេលវាតាមរោមពូលសត្វល្អិតទូចនេះវាចាប់ផ្ដើមជ្រុះចូលទៅក្នុងអាងតង់របស់យើងហើយត្រីរបស់យើងវាចាប់ផ្ដើមស៊ីបងប្អូនបាទនេះយើងធ្វើវិធីនេះដោយមិនចាំបាច់ទិញចំណីផ្សារបងប្អូនតែបើយើងមានលុយក៏ល្អដែរយើងទៅទិញចំណីផ្សារហ្មងទៅល្អតែគ្រាន់ថាវាមិនមែនចិញ្ចឹមលក្ខណៈធម្មជាតិប៉ុន្តែវាល្អដូចគ្នាតែដោយលក្ខណៈធម្មជាតិសុទ្ធដូចខ្ញុំយើងមិនសូវអស់ចំណាយច្រើនបាទអត់អស់ចំណាយទេបងប្អូនក្រងយើងមានស្រាប់ដំណាំដាំដោះយើងមានបាទជ្រុះផ្កាជ្រុះអីហ្នឹងវាស៊ីទៅបាទអរគុណបងប្អូនជួយ share វីដេអូហ្នឹងម្នាក់មួយផងបងប្អូនណាបាទសូមអរគុណបាទ